នៅក្នុងអេពីសូតទី29ជាងយ៉ននិយាយថាជាមួយនឹងអំណាចនៃពលឹងក្រនទៅជាកម្លាំងខាងក្រៅតែប៉ុណ្ណោះមានតែការពង្រឹងនៅពលឹងរបស់យើងតែប៉ុណ្ណោះទើបវាជាជំរឿនល្អនៅពេលនោះគេក៏អស្រ័យថាត្រមកកំបិតត្រជាកាប់តកាន់មនប៉ុន្តែកាប់ខុសនោះទេថ្នាក់នោះមិញមនក៏ចង់រត់ហេតុដូច្នេះគេក៏បានប្រើប្រាស់យុទ្ធសាស្ត្រចល័តនាំឲ្យសកម្មភាពបង្កទៅជារញ៉េរញ៉ៃពេញចង្ក្រានបាយរីឯសាវយេនៅវិញយើងគិតទៅពីស្រ័យឲ្យភ្លើងឆេះឡើងអ្នកទាំងពីរនៅខាងក្រៅដែលកំពុងទៅលបមើលសកម្មភាពក៏ប្រញាប់ដកថយព្រោះតែជាងយ៉ននៅពេលនេះគេក៏បានទម្លុះចេញមកខាងក្រៅនៅក្នុងការដេញតាមចាប់មននឹងឯងហើយសាវយេក៏ស្រ័យពីក្នុងថាឲ្យឆាប់ឡើងព្រោះតែវេទមន្តបញ្ឆេះភ្លើងរបស់នាងមិនមានរយៈពេលយូរទេគេក៏ស្រ័យទៅឲ្យនាងវិញបញ្ឆេះភ្លើងឲ្យឆេះសិនចាំនិយាយសងយ៉ាងឆ្ងល់មែនទែនពីអ្នកនេះចាប់តាំងពីរស់ឡើងវិញនៅតែចក្រានបាយកន្លះខែទៅហើយវាហាក់ដូចជាពួកគេទាំងពីរត្រូវអំពើអ្វីមួយយ៉ាងទិញឈីងប្រាប់ថាវាដូចជាការពិតមែនព្រោះតែនៅពេលនេះព្រលឹងបច្ចុប្បន្នរបស់ពួកគេប្រៀបដូចជាក្មេងហើយអ្វីដែលពួកគេងាយនឹងប៉ះពាល់បំផុតនោះគឺជាការត្រូវបានវិញ្ញាណអាក្រក់យាយីប៉ុន្តែគ្រាន់តែថានាងពិតជាមិនដឹងអំពីដើមកំណត់នៃវិញ្ញាណអាក្រក់នេះទេសងយ៉ាងក៏និយាយអំពី1000ឆ្នាំមុនមានអាវុធខាត់ម្នាក់ឆ្លុះវៃនឹងការបង្ហាញមីគីរបស់គាត់តាមរយៈសិល្បៈធ្វើម្ហូបមនុស្សម្នាក់អាចធ្វើកម្មវិធីនៅចិត្តតើរបស់ពួកគេដែលគ្រាន់តែញ៉ាំម្ហូបរបស់គាត់ហើយនេះមនុស្សនៅក្នុងពិភពគុណបានហៅទៅកាន់គាត់ថាជាចុងភៅបិសាចនៅពេលនេះសងយ៉ាងក៏គិតថាជាងយ៉ងនិងសាវយេប្រកាសជាត្រូវបានចុងភៅម្នាក់នោះកាន់កាប់ហើយរស់ជាមួយម៉ាល់ខ្លាំងមែនតែនរាងកាយរបស់ជាងយ៉ងជាកម្មសិទ្ធិរបស់នាងតែម្នាក់គត់នាងមិនហ្វល់ថាគាត់ជាចុងភៅមកពីណានោះទេហ៊ានទៅដាំរាងកាយរបស់នាងប្រកាសជាសម្លាប់គេចោលទិញឈីងប្រាប់ថាវិញ្ញាណអាក្រក់កំពុងតែកាន់កាប់រាងកាយរបស់ពួកគេទៅហើយបើសិនជាពួកយើងធ្វើអ្វីមិនប្រុងប្រយ័ត្ននោះវិញ្ញាណអាក្រក់ដែលស្ថិតនៅក្នុងរាងកាយរបស់ពួកគេប្រកាសជាធ្វើឲ្យពួកគេឈឺចាប់កាន់តែខ្លាំងហើយដើម្បីដោះស្រាយជាមួយវិញ្ញាណអាក្រក់យើងគួរតែប្រើប្រាស់វិធីសាស្ត្រមិនធម្មតាការតែមើលមកនៅពេលនេះសាច់កម្មមែនទែនហើយជាងយ៉ននិយាយថាដោយប្រើប្រាស់នៅធម្មពលពលឹងរបស់គេដើម្បីធ្វើឲ្យអាការៈវិរុទ្ធសកម្មនាំឲ្យគេនៅពេលនេះសូម្បីតែមន់មួយក្បាលក៏មិនអាចសម្លាប់បានសាវយេប្រាប់ថាប្រលឹងរបស់ពួកយើងត្រូវការនូវភាពកក់ក្ដៅបន្ថែមមិនថាយ៉ាងណាទេជាងយ៉នត្រូវតែព្យាយាមនៅក្នុងការការពារបើកាប់ថ្ងៃនេះមិនបានទេកាប់ថ្ងៃស្អែកទៀតរហូតតតែវាងាប់នឹងឯងសងយ៉ាងដែលកំពុងតែលុយមើលគិតថាមើលចុងភៅរាប់ពាន់ឆ្នាំនេះវាជាខូខើខ្លាំងមែនទែនចំណែកសាវយេនេះនាងក៏បន្តថាប៉ិនមែនហើយវាមិនត្រឹមតែទាមទារនៅការអត់ធ្មត់តែប៉ុណ្ណោះទេយើងគួរតែមានភាពលម្អិតចំពោះវាការធ្វើទៅតាមទិសដៅនៃធម្មជាតិសម្គាល់តាមសរសៃនិងចំណុចសំខាន់រួមនៅកម្លាំងឲ្យបានត្រឹមត្រូវជំនាញនៅមាត់ចត់នេះមិនត្រឹមតែប្រើប្រាស់សម្រាប់កាត់ត្រីតែប៉ុណ្ណោះទេយើងក៏អាចអនុវត្តវាទៅលើសត្វមានជីវិតគ្រប់ប្រភេទសងយ៉ាងក៏និយាយថានាងចង់សម្រាប់សត្វមានជីវិតទាំងអស់នៅក្នុងលោកមែនទេរ៉ាសៀនាងក៏យល់ហើយតាមពិតទៅមេចុងភៅរាប់ពាន់ឆ្នាំចង់ប្រើប្រាស់នៅជំនាញចុងភៅគ្រប់គ្រងរាងកាយរបស់ជាងយ៉ននិងសាវយេនៅពេលបានទាំងស្រុងហើយនៅបញ្ជាដើរសម្រាប់គេឯងពេញណែងសងយ៉ាងប្រាប់ទៅកាន់ទីងឈីងឲ្យរមជ្ឈបាយទៅនាងក៏និយាយថានៅពេលការបង្កើតវិញ្ញាណរបស់នាងបានសកម្មវាបានធ្វើការប្រមូលផ្ដុំធម៌ពលពលឹងនៅក្នុងការបង្កើតហើយនេះយើងមានតែប្រើប្រាស់ភ្លើងដើម្បីឲ្យវិញ្ញាណអាក្រក់ចេញមកខាងក្រៅតែប៉ុណ្ណោះនៅពេលអាកាសនឹងមកដល់ហើយចាំយើងចូលទៅលបបំបត្តិពួកគេចោលខណៈដែលអ្នកទាំងពីរកំពុងតែធ្វើការចម្អិនម្ហូបជាងយ៉នក៏សួរសាវយេមានអារម្មណ៍ដែរទេនាងក៏មានអារម្មណ៍ថាប្រលឹងរបស់នាងស្រស់ជាងមុនអញ្ចឹងបន្ទាប់ពីពួកគេទាំងពីរបានចម្អិនម្ហូបហើយក៏ស្រ័យប្រាប់ថាចេញមកនៅពេលនោះអ្នកបម្រើអន្តរីកំពូលបានចេញមកខណៈដែលអ្នកទាំងពីរនៅខាងក្រៅប្រងជើងការហើយចាងយ៉នសួរថាយ៉ាងម៉េចដែរគាត់ប្រាប់ថាល្អការគ្រប់គ្រងកម្ដៅវាពិតជាត្រូវហាក់បើទៅពួកឯងពិតជាធ្លាប់បានភ្លក់នៅអត្ថប្រយោជន៍នៃការធ្វើឲ្យខ្លួនឯងមានកម្ដៅតាមរយៈការចម្អិនអាហារប៉ុន្តែថាតើការបណ្ដុះរបស់ពួកឯងជោគជ័យដែរទេវាសម្រេចលើអាជីរស់នៃម្ហូបទាំងអស់នេះសាវយេបានសួរថាចុះគាត់ស្ថិតនៅក្នុងសភាពបែបនេះអាចញ៉ាំបានដែរទេគាត់ប្រាប់ថាមិនថាពណ៌ឬក៏ក្លិនរសជាតិនិងទម្ងន់នោះទេហើយវាមិនត្រឹមតែម្ហូបមួយមុខឡើយប៉ុន្តែចំពោះអ្វីគ្រប់យ៉ាងនៅក្នុងលោកនេះសុទ្ធតែកំណត់វាស់វែងនឹងអាចបង្កើតឡើងវិញជាងយ៉នឃើញបែបនេះសរសើរថាគាត់ពិតជាមានជំនាញពិតប្រាកដមួយចំណែកគាត់បន្តគិតថាបន្តបច្ចាក់ចេញពីមេចុងភៅរបស់និកាយសៀនឡុងមកខ្ញុំមិនដែលញ៉ាំអាហារឆ្ងាញ់នោះទេនេះពេលនោះគាត់ក៏បានដាក់អាហារចូលមាត់ស្រាប់តែខ្ជាក់មកវិញហើយយ៉ាងម៉េចបានជារសជាតិរបស់វាជូរហឹរល្វីងប្រៃបែបនេះនាងប្រាប់ថានាងបានធ្វើកម្មបន្ថែមម្សៅហងលៀនក៏ដើម្បីលុបបំបាត់នូវភាពអសកម្មព្រមទាំងបានបន្ថែមនូវម្សៅសម្រួលផ្លូវចិត្តក៏ដើម្បីឲ្យសរសៃប្រសានមានការធូរស្បើយចំពោះអំពិលត្រូវបានគេនិយាយថាបង្កើននូវចំណង់អាហារហើយអំបិលគឺជាស្ដេចនៃគ្រប់រសជាតិទាំងអស់ចុងក្រោយខ្ញុំក៏បានធ្វើការបន្ថែមអឺជីនអ្នកខាងក្រៅក៏ភ្ញាក់ផ្អើលហើយគាត់ក៏ស្រែកថាតើនេះជាការចម្អិនម្ហូបឬក៏ចម្អិនអសតទេសងយ៉ាងបន្តថាដោយការគិតមែនម្ហូបនេះគឺជាស្នាដៃរបស់មេចុងភៅបិសាចការដែលញ៉ាំវាធ្វើឲ្យខូចចិត្តនៃកាយនៃពេលនោះរាងកាយរបស់គាត់ក៏លាយទៅស្រ័យឲ្យជួយប៉ុន្តែជាងយ៉នស្ដាប់លឺសូរថាស្រែសាយេក៏សួរថាតើគាត់
ចង់យកបង្កើតស្រាមែនទេហើយនេះជាងយន់ប្រាប់ថាយើងគួរតែទៅរើផ្លែទំពាំងបញ្ជូរសិនទេអ្នកទាំងពីរក៏បានបើកទ្វារចេញមកពួកគេទាំងអស់គ្នាក៏បានឡើងលើត្បូងសម្លឹងមើលការចាក់ចេញរបស់អ្នកទាំងពីរហើយសងយ៉ាងក៏និយាយថាមើលទៅមេចុងភៅបិសាចនោះពិតជាសាហាវមែនសម្បីតែការបង្កើតរបស់ទីងឈីងក៏មិនអាចបង្ខំឲ្យគេបង្ហាញខ្លួនឡើយទីងឈីងក៏និយាយថាមេចុងភៅបិសាចធ្លាប់បានផឹកស្រាបំបែកព្រលឹងអស់មួយពាងកាលពីពេលនោះឥទ្ធិពលរបស់វាយើងគ្រាន់តែផឹកមួយពេងតែប៉ុណ្ណោះស្មារតីរបស់យើងនឹងត្រូវបានខ្ចាត់ខ្ចាយហើយព្រលឹងមានការចុកខ្សោយហើយបើតែនេះពេលនេះមេចុងភៅបិសាចចង់បញ្ចាំអ្នកទាំងពីរនេះពេលនេះហើយដែលបន្តមកសាវយានាងក៏ម្ដងនិយាយថាការផលិតស្រាវាជាការប្រើប្រាស់នៅខ្លឹមសារអាហារប្រមូលផ្ដុំឲ្យខ្លាយទៅជាវត្ថុរាវវាស្តៀងទៅនឹងវិធីសាស្ត្រកសាងគ្រឹះដែលបង្រួមនៅធម្មពលវិញ្ញាណឲ្យខ្លាយទៅជាវត្ថុរាវវិញ្ញាណជាងយន់ក៏និយាយថាតើគាត់ចង់ឲ្យយើងយល់អំពីវិគាឋានសួគ៌តាមរយៈស្រាតំពាំងបច្ចុប្បន្នមែនទេនៃពេលនេះជាងយន់ប្រើប្រាស់វិធីសាស្ត្ររបស់គេជាមួយនឹងការសូត្រថាតាមមួយពិភពលោកមួយស្លឹកមួយគឺពោមួយតំពាំងបច្ចុប្បន្នមួយក្រមឲ្យបង្កើតចម្រាញ់ធម្មពលនៃសង្វារវិញ្ញាណនៃមហាមេគាទីងឈីងក៏និយាយថាដើម្បីផលិតស្រាដែលចេញពីព្រលឹងទីមួយត្រូវការដាក់ធម្មពលយាននៅក្នុងគ្រឿងផ្សំហើយបន្តមកចម្រាញ់សារធាតុឈាមទៅជាមូលដ្ឋាននេះពេលនេះសាវយានិយាយថាទោះបីជាស្រាត្រូវបានបង្ហាត់ក៏ដោយវានៅតែត្រូវត្រង់ដើម្បីរក្សាខ្លឹមសារសតទីងឈីងបន្ថែមថាបន្តមកប្រើប្រាស់នៅព្រលឹងមនីទៅជាកាតាលីករនេះពេលនេះស្រាក៏បានចាស់នៅចំហាយសាយភីនេះពេលនេះស្រាតែគាត់បានចេញមកហើយយ៉ាស្រាល្អឲ្យខ្ញុំមកពេញមកដើម្បីសារបំពងកប៉ុន្តែចាយន់ប្រាប់ថាឲ្យខ្ញុំផឹកវាជាមុនសិនសងយ៉ាងប្រាប់ថាវិវោហើយមិនអាចឲ្យគាត់ផឹកបាននោះទេទីងឈីងក៏បានធ្វើការបញ្ចេញដាវកណ្ដប់បុរាណហើយនៅពេលវាបានដឹងអំពីចំហាយព្រលឹងខាងក្រៅវាប្រកាសជាបញ្ចេញសកម្មភាពដែលមិនប្រាជ័យនោះទេតោះតែមានចាំបាច់ទៅនាងប្រើប្រាស់វាព្រោះនាងមិនចង់ឲ្យចំណាយសាច់ឈាមរបស់នាងនៅក្នុងការដាស់ដោទៅទេនោះទេខ្លានាងបានធ្វើការបញ្ចេញវាយប្រហារទៅស្រាប់តែគាត់បានបើកខែលការពារប្រាប់ពួកគេទាំងពីរឲ្យប្រយ័ត្នតើពួកគេជាណាទៅចំណាយរាល់សៀនាងក៏ក្នុងចិត្តថាបងប្រុសជាងក្រំបន្តិចទៅចំហាយដាវជាច្រើនបន្តឡំពាត់វាយប្រហារឃើញបែបនេះអ្នកទាំងពីរក៏បានយកដៃប៉ះជាមួយរបាំងស្រាប់តែចំហាយដាវទាំងអស់វាក៏រលីបាត់តែគាត់ក៏បានសរសើរថាមិនអន់ទេដរាបណាអ្នកទាំងពីរស្ថិតនៅក្នុងសម្ពាធណាមួយនៃពេលធម្មពលព្រលឹងរបស់អ្នកទាំងពីរនឹងកើតឡើងហើយនេះធ្វើគាត់ធ្វើចិត្តបន្តិចហើយចង់ចាក់ចាញ់ចាងយ៉ាងប្រាប់ថាឈប់សិនមុននេះក្រែងគាត់ទារស្រាមែនទេគាត់ប្រាប់ថាស្រាមែនទេមិនភ្លេចចោលតែគាត់ចង់រស់នៅពី3ឆ្នាំទៀតទីងឈីងមានការភ្ញាក់ផ្អើលចលនាដាវបានខូចខាតចំណែកវិញ្ញាណអាក្រក់បានរត់គេចទៅហើយជាងយន់សរសើរថាមីគីវខាត់របស់គេនេះត្រូវហើយគិតអំពីធម្មពលព្រលឹងខុសគ្នាទាំងស្រុងអំពីកម្លាំងដើមរបស់គេនាងប្រាប់ថាវាគឺជាអំណាចមូលដ្ឋានបំផុតហើយមិនបបង់ចោលយើងនោះទេវាក៏នឹងបន្តលូតលាស់តាមរយៈការបង្កាត់ភ្លើងគេក៏បន្តថាតើយើងគួររកវិធីសាស្ត្រខ្លះដើម្បីបញ្ឆេះព្រលឹងរបស់យើងដែរទេសងយ៉ាងក៏និយាយថាមើលទៅពួកគេហាក់ដូចជាមិនអីទេតើផែនការពួកយើងជោគជ័យដែរទេដែលពេលនេះរនសៀននេះក៏ចង់ទៅហាត់ជាងយន់ប្រាប់ថាចំហាយជាងយន់នៅដែរទេទីងឈីងក៏និយាយថាប្រហែលជាមេចុងភៅបិសាចរត់បាត់ទៅហើយមិនហ៊ានមកទៀតទេអ្នកទាំងពីរលឺហើយឆ្ងល់មែនតើហាមេចុងភៅបិសាចអ្វីទៅនាំឲ្យអេពីសូតរបស់យើងត្រូវបានស្លេះកន្លែងហ្នឹងឯង